Donald Trump គាត់ចង់កាត់ចិនបានបន្ថែមពន្ធ 50% បន្ថែមពីលើពន្ធនាំចូលដែលទើបតែប្រកាសថ្មីនេះបាទជំរាបសួរបងប្អូនស្វាគមន៍មកកាន់ The World Sharing Capsule បាទថ្ងៃនេះមានព័ត៌មានក្តៅហុយចង់ចែកម្លែកបងប្អូន Donald Trump គាត់ចង់កាត់ចិនបានបន្ថែមពន្ធ 50% បន្ថែមពីលើពន្ធនាំចូលដែលទើបតែប្រកាសថ្មីនេះ Donald Trump បានដាក់អសានវិទ្យដល់ប្រទេសចិនត្រឹមថ្ងៃអង្គារទី 8 ខែ 4 នេះបើសិនជាចិនមិនឆ្លើយតបនឹងគាត់ដោយអ្វីដែលគាត់ចង់បានគឺគាត់ចង់ឲ្យចិនកាត់បន្ថយពន្ធនាំចូល 34% គាត់នឹងបន្ថែមពន្ធពីលើនេះ 50% ទៀតអញ្ចឹងតោះទៅមើលទស្សនាទាំងអស់គ្នានៅវីដេអូដែលគាត់បាននិយាយអំពីបញ្ហានេះបាទបងប្អូននេះគឺវីដេអូដែលលោក Donald Trump គាត់និយាយទៅនឹងការបន្ថែមពន្ធបន្ថែមទៅលើចិនបើសិនជាចិនហ្នឹងមិនព្រមដកពន្ធដែលខ្លួនទើបតែបន្ថែមថ្មីនេះដើម្បី counter អាមេរិកវិញហ្នឹងណាចាំមើលស្ដាប់គាត់និយាយមើល As you know, against my statement, they put a 34% tariff on above what their ridiculous tariffs were already. And I said, គាត់ថាចិនឥឡូវបានបន្ថែមពន្ធ 34% ពីលើពន្ធដែលចិនបានដាក់មកអាមេរិកហ្នឹងណាហ្នឹងហើយចឹងឥឡូវយើងមើលស្ដាប់គាត់ទៀតមើលចឹងចិនគាត់ចង់ឌឺវិញដែរណា that tariff isn't removed by tomorrow at 12 o'clock. We're putting a 50% tariff on above the tariffs that we put on. ហ្នឹងហើយគាត់ថាស្អែកហ្នឹងបើសិនជាម៉ោង 12 បើសិនជាគាត់មិនព្រមដកអាពន្ធដែលទៅដាក់ថ្មីហ្នឹង 34% ហ្នឹងទេគាត់នឹងបន្ថែម 50% ពីលើពន្ធដែលគាត់ទៅតែដាក់ចេញកាលពីថ្ងៃ 4 ខែមេសាហ្នឹងគាត់នឹងបន្ថែម 50% ទៀត So they've gone for years, they've become a rich country because of people again that were in the White House that allowed this to happen. បាទចឹងនេះគឺវីដេអូដែល Donald Trump គាត់និយាយហើយថ្ងៃអង្គារថ្ងៃ 8 ហ្នឹងថ្ងៃ 8 ខែ 4 ហ្នឹងឯងគាត់នឹងថាម៉ោង 12 បែរជា Eastern Time បែរជានៅខ្មែរយើងរាគ្នាវាត្រូវម៉ោង 11 យប់បាទម៉ោង 11 យប់ចឹងមើលម៉ោង 11 យប់ថ្ងៃ 8 ខែ 4 ហ្នឹងចិនកាត់ឬមិនកាត់Donald Trump បន្ថែមទៀតហ្នឹងហើយវាដូចជាសង្គ្រាមពាណិជ្ជកម្មកើតឡើងហើយបងប្អូនមើលទៅពិភពលោកយើងតើយើងទៅមើលបន្តិចតារាងតែតនឹងតែគាត់បានប្រកាសដាក់ពន្ធលើប្រទេសមួយចំនួនដែលមានកម្ពុជាយើងដែរយើងទៅមើលបន្តិចមកបាទនេះបងប្អូនពន្ធដែលគេឆាយចិនឆាយអាមេរិកគេ67ហ្នឹងហើយអញ្ចឹង67ឥឡូវចិនគាត់ចង់បន្ថែម34នេះអញ្ចឹងវាទៅជា90 101% ចឹងអាមេរិកខឹងព្រោះអាមេរិកដាក់ទៅតែ34ទេហើយឥឡូវយកអាមេរិកដល់67ហើយឥឡូវថែមទៀតវាចូល 101% ចឹងឥឡូវអាមេរិកDonald Trumpឲ្យដកចេញដក34ដែលទៅបន្ថែមក្រោយហ្នឹងចឹងចាំមើលតែគាត់បន្ថែមអត់ទេមើលទៅហ្នឹងហើយគាត់ដកពន្ធវិញទេចិនហ្នឹងហើយតែមិនដកទេអាមេរិកបន្ថែមទៀតដែរចឹងសង្គ្រាមពាណិជ្ជកម្មនឹងកើតឡើងហើយលើពិភពលោកយើងហើយកត្តានឹងធ្វើទីផ្សារដង់ក្បាលចុះមែនតើបងប្អូនទីផ្សារភាគហ៊ុនទីផ្សារ commodity ទីផ្សារលោហៈទីផ្សារគ្រប់យ៉ាងចុះសូម្បីតែមាសក៏ចុះថ្លៃដែរបាទហើយខ្ញុំមានតែប៉ុណ្្នឹងឯងចង់ចែកម្លែកបងប្អូនជាមួយយើងតាមដានទាំងអស់គ្នាថ្ងៃនេះជាមើលថាគាត់ចិនព្រមដកឬមិនដកបាទអរគុណ